មហាព្រឹត្តិការណ៍ដ៏អស្ចារ្យរដ្ឋបាលខេត្តកោះកុងសហការជាមួយក្រសួងទេសចរនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំកម្មវិធីសាទរដែននិរតីនៅខេត្តកោះកុងក្រុមប្រធានបទបេះដូងនៃទេសចរខេត្តកោះកុងព្រឹត្តិការណ៍ដ៏ធំសម្បើមពីខេត្តកោះកុងនៅថ្ងៃទី26ដល់ថ្ងៃទី30ខែមិថុនាឆ្នាំ2025ខាងមុខនេះមានកម្មវិធីជាច្រើនដ៏សម្បូរបែបមានតាំងពីពណ៌មុខម្ហូបប្រគំតន្ត្រីប្រឡងចម្រៀងការបោះជំរំតង់ការបង្ហោះគោមបាញ់កាំជ្រួចអុំទូកកាយ៉ាក់ជិះកង់រៃអង្គាសជំរុំអាហារសាទរដែននិរតីជួបជុំធ្វើដំណើរជាមួយក្រុមម៉ូតូផ្សងព្រេងនៅថ្ងៃទី29និង30ខែមិថុនាឆ្នាំ2025និងមានការប្រកួតកីឡាប្រដាល់ដែលមានទីតាំងនៅភូមិ1សង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទខេត្តកោះកុងលើសពីនេះបងប្អូនដែលមានបំណងចង់លក់ដូរឬក៏ចង់បង្ហាញនៅផលិតផលដែលជាស្នាដៃរបស់កូនខ្មែរពិតប្រាកដនោះកម្មវិធីក៏មានស្តង់សម្រាប់ជួលផងដែរសម្រាប់ដាក់តាំងលក់ផលិតផលទូទៅជាច្រើននិងមានការផ្សាយផ្ទាល់ផ្សាយបន្តផ្ទាល់តាមរយៈកម្មវិធីទូរទស្សន៍ជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជាសូមកុំភ្លេចគ្រប់អញ្ជើញបងប្អូនចិត្តឆ្ងាយទាំងអស់ចូលរួមទាំងអស់គ្នាជាមួយនឹងកម្មវិធីសាទរដែននិរតីនៅតាមបណ្ដោយមាត់សមុទ្រក្រុងខេមរភូមិន្ទខេត្តកោះកុងនៅថ្ងៃទី26ដល់ថ្ងៃទី30ខែមិថុនាឆ្នាំ2025ខាងមុខនេះទេសចររីកលូតលាស់ក្នុងសន្តិភាពទេសចរដើម្បីទាំងអស់គ្នាដើម្បីទេសចរយើងទាំងអស់គ្នាជាអ្នកផ្សព្វផ្សាយទេសចរកម្ពុជាទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេង092 37 32 30 088 99 99 445ទូរទស្សន៍ Camera TV Online ជាទីទុកចិត្តរបស់លោកអ្នកទូរទស្សន៍ Camera TV Online